សូមគោរពនិងជម្រាបសួរតើលោកអ្នកដឹងទេថាផ្លូវដែលចាត់ទុកថាវែងជាងគេទំនើបជាងគេនិងមានមុនគេនៅកម្ពុជាគឺជាផ្លូវណាតទៅនេះសូមរីករាយទស្សនារូបភាពផ្លូវខ្លះៗក៏ដូចជាបានដឹងអំពីផ្លូវមួយខ្សែដែលយើងចាត់ទុកថាទំនើបជាងគេនិងវែងជាងគេនៅប្រទេសកម្ពុជាគឺផ្លូវអង្គឌួងផ្លូវអង្គឌួងមានឈ្មោះស្រដៀងទៅនឹងផ្លូវព្រះអង្គឌួងនៅក្នុងរាជធានីភ្នំពេញប៉ុន្តែផ្លូវអង្គឌួងដែលលើកឡើងនេះគឺជាផ្លូវដែលសាងសង់ឡើងនៅក្នុងឆ្នាំ1849ពីរាជធានីឧដុង្គឆ្ពោះទៅខេត្តកំពតឬកំពង់ផែសមុទ្រខេត្តកំពតដែលមានប្រវែងសរុបប្រហែល160គីឡូម៉ែត្រឯកសារខ្លះលើកឡើងថាផ្លូវអង្គឌួងមានប្រវែងប្រហែល140គីឡូម៉ែត្របើយើងគិតពីរាជធានីឧដុង្គឬភ្នំឧដុង្គមកដល់ផ្លូវជាតិលេខ4ត្រង់ចំណុចប្រសព្វថ្នល់ទទឹងគេហៅផ្លូវ51និងពីថ្នល់ទទឹងផ្លូវជាតិលេខ4ឆ្ពោះទៅកាន់ផ្លូវលេខ3ត្រង់ភ្នំទ្វារគេហៅផ្លូវ41កំណាត់ផ្លូវ51និងកំណាត់ផ្លូវ41ពេលបច្ចុប្បន្ននេះគឺជាផ្លូវអង្គឌួងដែលមានប្រវែង140គីឡូម៉ែត្រពិតមែនក៏ប៉ុន្តែដើម្បីឲ្យដល់កំពង់ផែសមុទ្រត្រូវមានប្រវែងប្រហែលជា20គីឡូពីភ្នំទ្វារចំណុចផ្លូវលេខ3ទៅកាន់កំពង់ផែខេត្តកែបបច្ចុប្បន្នដែលនៅសល់ស្លាកស្នាមចាស់នោះ20គីឡូម៉ែត្រទៀតដូច្នេះផ្លូវសរុបអង្គឌួងដែលយើងចាត់ទុកថាជាផ្លូវដែលទំនើបជាងគេនិងវែងជាងគេនោះគឺមានប្រវែង160គីឡូម៉ែត្រទើបស័ក្តិសមចំពោះកំពង់ផែខេត្តកែបបច្ចុប្បន្ននេះដែលយើងមានឃើញសំណង់ចាស់នោះគឺមិនមែនកំពង់ផែដែលសល់ពីសម័យអង្គឌួងទេគឺជាកំពង់ផែដែលកសាងឡើងដោយអាណានិគមបារាំងនៅចន្លោះឆ្នាំ1900ទៅឆ្នាំ1920ប៉ុណ្ណោះងាកមកបច្ចេកទេសនៃការសាងសង់ផ្លូវអង្គឌួងវិញផ្លូវអង្គឌួងឬបច្ចុប្បន្នជាកំណាត់ផ្លូវ51បូករួមជាមួយនឹងផ្លូវ41កាលសម័យនោះព្រះអង្គឌួងបញ្ជាឲ្យកេណ្ឌប្រជាជនឬប្រមូលប្រជាជនកសាងផ្លូវដោយធ្វើអំពីដីល្បាយខ្សាច់ដីដែលអាចហូរច្រោះទឹកបានបូករួមជាមួយនឹងបង្ហាប់ថ្មបាយក្រៀមគឺថ្មក្រហមពីលើដើម្បីឲ្យមានភាពរឹងមាំនិងខ្ពស់ផុតពីដីព្រៃក៏ដូចជាដីទំនាបធ្វើយ៉ាងណាឲ្យការធ្វើដំណើរបានទាំងរដូវប្រាំងនិងរដូវវស្សាចំពោះស្ពានព្រះអង្គបញ្ជាឲ្យធ្វើអំពីឈើបូករួមជាមួយនឹងថ្មភ្នំដាក់នៅសងខាងអូរឬក៏ស្ទឹងដើម្បីកុំឲ្យបាក់ដីហើយធ្វើយ៉ាងណាឲ្យស្ពាននិងផ្លូវនោះអាចទ្រទម្ងន់ដំរីរទេះសេះនិងរទេះគោដើម្បីដឹកទំនិញបានទាំងខែប្រាំងនិងទាំងខែវស្សាចំណុចពិសេសមួយទៀតរបស់ផ្លូវអង្គឌួងព្រះបាទអង្គឌួងបានបញ្ជាឲ្យកសាងសាលាសំណាក់ប្រហែលចន្លោះពី15គីឡូម៉ែត្រទៅ20គីឡូម៉ែត្រមួយនៅជិតសាលាសំណាក់នោះគឺមានស្រះទឹកដើម្បីអ្នកធ្វើដំណើរទាំងអស់បានអាស្រ័យស្នាក់បដោះអាសន្ននៅសាលាសំណាក់នោះចំពោះពាក្យសាលាសំណាក់សម័យបច្ចុប្បន្នយើងច្រើនប្រើពាក្យកញ្ចុះឬខ្ចុះអាចជាពាក្យកម្លាយមកពីឬកម្ចីមកពីពាក្យភាសាបារាំងប៉ុន្តែពាក្យដើមគឺសាលាសំណាក់នេះគឺមាននៅសល់រូបរាងនៅឡើយគឺនៅលើផ្លូវអង្គឌួងហ្នឹងដែលបច្ចុប្បន្នគឺនៅកំណាត់ផ្លូវ41ត្រង់ចន្លោះគីឡូម៉ែត្រ80ទៅ81បើលោកអ្នកជិះពីកំពតឆ្ពោះមកកាន់ផ្លូវជាតិលេខ4ដល់គីឡូម៉ែត្រលេខ81លោកអ្នកអាចហួសការ៉ាសាំងផ្លូវទៅត្រពាំង3បន្តិចលោកអ្នកនឹងឃើញមានសាលាសំណាក់មួយប្រក់ដំបូលពណ៌ខៀវពីប្រូដែលមានរូបរាង4ជ្រុងដូចនៅបង្ហាញនៅក្នុងរូបនេះគឺជាសាលាសំណាក់ដែលសល់ពីសម័យអង្គឌួងប៉ុន្តែមិនមែន
ប្រូនោះសល់ពីសម័យអង្គឌួងទេ គ្រាន់ថាឆ្លាក់ស្នាមដែលបន្សល់ទុកកាលពីសម័យអង្គឌួង ដូច្នេះយើងឃើញមានសាលាសំណាក់សល់រហូតមកដល់ពេលបច្ចុប្បន្ន ចំពោះការវិវត្តនៃការសាងសង់ឬក៏ជួសជុលផ្លូវអង្គឌួងនេះមិនមានឯកសារបញ្ជាក់ទេថានៅក្នុងសម័យបារាំងមានការជួសជុលបែបណាតរហូតមកដល់សម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរឬសម័យខ្មែរក្រហមក្រោយមកទៀតគឺមិនមានឯកសារទេគេគ្រាន់តែថានៅម្ដុំចន្លោះឆ្នាំ1990ជាងគឺផ្លូវនោះបានទុកចោលក្លាយជាផ្លូវរទេះដែលបរទេះបានធម្មតាខែប្រាំងអាចដើរជិះកង់បានធម្មតាក៏ប៉ុន្តែមានសភាពចាស់យ៉ាងខ្លាំងហើយសភាពផ្លូវនោះទាបជាងដីស្រែប្រៀបដូចជាប្រឡាយអញ្ចឹងបើគ្រាន់តែថាវាមានស្នាមកលុកជ្រៅដែលប្រជាជនមិនអាចធ្វើស្រែបានគឺទុកប្រឡោះនោះចោលហើយអាចបរទេះដឹកឈើអីបាននៅចន្លោះនោះដូច្នេះផ្លូវដែលយើងចាត់ទុកថាទំនើបជាងគេវែងជាងគេនៅប្រទេសកម្ពុជាកាលពីឆ្នាំ1849មានរូបភាពដូចលោកអ្នកបានឃើញនាពេលបច្ចុប្បន្ននៅក្នុងវីដេអូនេះសូមអរគុណចំពោះការទស្សនានិងស្ដាប់